បាទសូមគោរពជំរាបសួរបងប្អូនគ្នាជាទីគោរពស្រឡាញ់បាទវីដេអូនេះផងដែរគឺខ្ញុំផ្ញើជូនជាពិសេសទៅកាន់អ្នកនៅតែបន្តគ្រប់គ្រងតំណែងចោលសៀមទាំងឡាយបាទជាពិសេសអ្នកដែលនៅតែបន្តនាំចូលអ្នកនៅតែបន្តការអនុញ្ញាតតំណែងចោលសៀមមកកាន់ទឹកដីរបស់កម្ពុជាយើងបងប្អូនឃើញទេវីដេអូមួយនេះបងប្អូនមានការឈឺចាប់ទេបាទឈឺចាប់ទេបងប្អូនឃើញទេមួយថ្ងៃគឺវាមិនតនេទេគឺវាមកបំពេញឆ្លៀនពៀនលើដែនដីរបស់យើងគឺអត់ឈប់ឈរទេបងប្អូនឃើញអត់មានអារម្មណ៍ឈឺចាប់អត់ទេអ្នកមានទាំងឡាយអើយអ្នកមានទាំងឡាយអើយដែលមានលទ្ធភាពនាំចូលតំណែងចោលសៀមមួយថ្ងៃពីរថ្ងៃបាទសប្បាយចិត្តហើយមែនទេយុទ្ធនាការឈប់ដើរឆែកតាមឃ្លាំងត្រូវបានបញ្ចប់បាទអញ្ចឹងអ្នកទាំងអស់គ្នាសប្បាយចិត្តហើយមែនទេគ្មានអ្នកណាចោះឆែកឆេះទៀតទេមែនទេអញ្ចឹងសប្បាយចិត្តដូរផ្លាកសប្បាយចិត្តបដូរកូដដាក់កូដនេះកូដនោះដើម្បីលក់បន្តមែនទេល្មមមកឈប់ហើយបងប្អូនអើយបាទបងប្អូនសហការជាមួយវាសប្បាយចិត្តនឹងយើងនឹងបងប្អូនទិញរបស់វាប៉ុន្តែបងប្អូនកុំភ្លេចថាយើងជាខ្មែរយើងទៅយកអីវ៉ាន់វាយកមកលក់អញ្ចឹងនៅក្នុងចិត្តវាដឹងពេកថាយើងខ្វះវាមិនបានបាទអញ្ចឹងទេសូមបងប្អូនអ្នកដែលនាំចូលអ្នកដែលអនុញ្ញាតមេត្តាបើកខួរក្បាលបើកបេះដូងចេះគិតពីប្រទេសជាតិខ្លះផងទៅបាទចេះស្រឡាញ់ទឹកដីចេះស្រឡាញ់ជាតិខ្លះទៅបងប្អូនឃើញទេទាំងប្រមុខរាជរដ្ឋាភិបាលទាំងបងទាហាននៅតាមជួរមុខពួកគាត់ឃ្លាតទាំងកុសាបូជាទាំងកាយទាំងពេលវេលាតខ្លួនដើម្បីជាតិមួយនេះចុះអ្នកទាំងអស់គ្នាមួយចំនួនតូចហ្នឹងបានជួយជាតិអីខ្លះហើយបាទក្រៅពីនាំតំណែងដែលមានបញ្ហាមួយនឹងទឹកដីរបស់ខ្លួននឹងនាំចូលបាទតើបានជួយជាតិអីខ្លះហើយអង្គុយតែមិនសិនតិចរាប់តលុយប៉ុណ្្នឹងទេមែនទេបាទបើកចិត្តបើកបេះដូងខ្លះផងទៅអ្នកទាំងឡាយអើយបាទមើលបលាលួសផងមកដល់របស់ផ្ទះអ្នកឯងទាំងអស់គ្នាលើហើយបាទចេះស្រឡាញ់ជាតិស្រឡាញ់ទឹកដីខ្លះផងទៅបាទទាំងអ្នកអនុញ្ញាតបាទទាំងអ្នកនាំចូលហើយទាំងអ្នកប្រើប្រាស់បាទអញ្ចឹងទេសូមមេត្តាបញ្ឈប់ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបបាទខ្ញុំឃើញរូបភាពទាំងអស់នេះហើយគឺខ្ញុំមានអារម្មណ៍ឈឺចាប់បងប្អូនទោះជាពេលនេះខ្ញុំមិនបានជួយអីក៏ដោយខ្ញុំមិនបានទៅសមរភូមិមកក៏ដោយប៉ុន្តែកាលពីសង្គ្រាមលើកមុនរហូតមកដល់ពេលនេះតំណែងចោលសៀមទាំងឡាយខ្ញុំមិនគ្រប់គ្រងទេបាទខ្ញុំមិនគ្រប់គ្រងទេហើយខ្ញុំមិនដែលប្រើប្រាស់ទេបាទអត់អញ្ចឹងទេពួកយើងទាំងអស់គ្នាបើមិនបានទៅសមរភូមិមកទេសូមមេត្តាបញ្ឈប់ការនាំចូលបញ្ឈប់ការអនុញ្ញាតបញ្ឈប់រាល់ការប្រើប្រាស់ទាំងអស់បាទធ្វើឲ្យសេដ្ឋកិច្ចវាដួលទៅបាទយើងមានតែរួមសហការគ្នាទេពេលនេះបាទព្រោះយើងធ្វើទាំងអស់នេះគឺដើម្បីជាតិយើងបាទដើម្បីមាតុភូមិរបស់យើងទាំងអស់គ្នាបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបាទខុសទាស់ត្រង់ណាសូមខន្តីអភ័យទោសបាទសូមអរគុណ